ថ្ងៃនេះផងដែរបងរៀនបងប្អូនតាក់ទងទៅលើការធ្វើ brown sugar តែមិនអំបៅទឹកដោះគោហើយអ្វីដែលកាន់តែពិសេសនៅក្នុងវីដេអូនេះផងដែរគឺយើងមានគុជស្វិតឈ្ងុយឆ្ងាញ់តែម្ដងតោះឥឡូវបងប្អូនកុំមកអូសរំលងទៅណាយើងតាមដានទាំងអស់គ្នាសម្រាប់បងប្អូនដែលត្រូវការកាហ្វេក្របដែលទៅតែលីងថ្មីមិនថារសជាតិស្រាលរសជាតិមធ្យមឬក៏រសជាតិដិតធ្ងន់បងប្អូនអាចតាក់ទង Telegram នៅលើវីដេអូនេះជាដំបូងផងដែរបងប្អូនយើងត្រូវការជាមួយនឹងកែវក្រិតចំនួន2កែវក្រិតទី1គឺយើងប្រើជាមួយនឹង brown sugar កែវក្រិតទី2គឺយើងប្រើជាមួយនឹងទឹកដោះគោអញ្ចឹងកែវក្រិតទី1នេះគឺយើងប្រើជាមួយនឹងទឹក brown sugar ចំណុះ 20ml ផងដែរហើយសម្រាប់កែវទី2នេះវិញគឺយើងប្រើជាមួយទឹកដោះគោខាប់កន្លែងនេះបងប្អូនគឺយើងប្រើចំណុះ 30ml សូមជម្រាបបងប្អូនថាតាក់ទងទៅលើតែ brown sugar មួយអំបៅនេះគឺយើងប្រើរសជាតិយ៉ាងផ្អែមបន្តិចដែរណាបងប្អូនឥឡូវនេះបងប្អូនប្រើដោះគោខាប់ 30ml ហើយគឺយើងថែមទឹកដោះគោស្រស់នេះចំណុះ 70ml ពីលើទៀតរហូតដល់គ្រប់ 100ml តែម្ដងបន្តមកទៀតបងប្អូនកន្លែងនេះយើងត្រូវការជាមួយនឹងកែវលេខ22 ounce ហើយបងប្អូនយកទឹក brown sugar ចំណុះ 20ml នេះបងប្អូនចាក់ចូលកែវលេខ22មិនណាបងប្អូនអញ្ចឹងទឹក brown sugar នេះបងប្អូនយកស្ព្រាបៀកឲ្យសព្វកែវមកបងប្អូនដើម្បីសុខភាពមើលឃើញគឺកាន់តែតាក់ទាញតែម្ដងហើយបន្តមកទៀតបងប្អូនយើងត្រូវការគុជអញ្ចឹងតាក់ទងទៅលើគុជបងប្អូនខ្ញុំមានវីដេអូបង្រៀនស្ងោរគុជចាស់របស់ខ្ញុំបងប្អូនអាច scroll ទៅមើលបានអញ្ចឹងបងប្អូនដាក់គុជមួយវែកសិនមកដាក់ចូលកែវលេខ22នេះមកបងប្អូនណាហើយបន្តមកទៀតបងប្អូនកន្លែងដែលទៅដោះគោខាប់ជាមួយដោះគោស្រស់នេះបងប្អូនកូរចូលគ្នាឲ្យចូលជាតិឲ្យអស់រលាយទៅដោះគោខាប់ផងដែរណាដល់ពេលដែលបងប្អូនកូររួចសព្វអស់ហើយបងប្អូនចាក់ចូលជាមួយនឹងគុជរបស់យើងមកមុនឃើញទេគឺឃើញគឺតំណងចង់ញ៉ាំតែម្ដងតាក់ទងទៅលើ brown sugar តែមិនអំបៅទៅដោះគោនេះគឺរសជាតិយ៉ាងផ្អែមបន្តិចបងប្អូនណាឥឡូវបងប្អូនដាក់ទឹកកកឲ្យពេញកែវមកហើយទឹកតែមិនអំបៅនេះបងប្អូនបើសិនបងប្អូនវល់យក 100ml តែបងប្អូនអត់វល់ទេបងប្អូនចាក់ដូចខ្ញុំណាហើយយើងຕົកខាងលើបន្តិចដើម្បីថែមគុជមួយវែកទៀតបងប្អូនឃើញគឺទំនងតែម្ដងបន្តមកទៀតបងប្អូនថែមទឹកដោះគោពីលើបន្តិចមកគឺសោភ័ណភាពរបស់យើងគឺកាន់តែតាក់ទាញតែម្ដងណាបងប្អូនតោះឥឡូវបងប្អូនយើងសាកភ្លក់គោញ៉ាំទាំងអស់គ្នាចង់ដឹងថារសជាតិ brown sugar តែមិនអំបៅទឹកដោះគោនេះរសជាតិបែបណាផងដែរបងប្អូនឃើញគឺទំនងមែនតើបងប្អូនគឺរសជាតិបានទាំងតែមិនអំបៅផងបានទាំង brown sugar ផងបានទាំងគុជផងដែរតោះឥឡូវយើងភ្លក់ញ៉ាំទាំងអស់គ្នាអូហូយពិសេសមែនរសជាតិនេះបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍ share តុកម្នាក់មួយអរគុណច្រើនជួបគ្នានៅវីដេអូបន្ទាប់ទៀត